Bà lấy dương bắt to tiết màu xoay dôl pi candlestick pattern chẳng muốn nâng dương đo candlestick pattern dương màu xoay dôl pi ca bóng cát rụp riêng này candlestick chẳng ca bạc cá rụp riêng po bài tòng bài ní hay nâng po cả hòm bài ní cái hào thầy kì chẳng p để vì bạc cá rụp riêng po bài tòng bài ní cái hào vi chia bullish candlestickហើយសម្រាប់ពណ៌ក្រហមបែបនេះគេហៅវាជា bearish candlestick អញ្ចឹងពេលដែលវាបង្កើតរូបរាងពណ៌បៃតងបែបនេះពណ៌បៃតងបែបនេះដោយសារតែវាបើកម៉ោងវាបើកនៅតំបន់នេះវាបើកនៅកន្លែងបន្ទាត់នេះនេះ opening price វាបើកនៅតំបន់នេះរួចហើយវាមានឡើងហើយវាមានចុះហើយវាមានឡើងទៅតាមហ្នឹងរហូតមកដល់ពេលដែលវាបិទម៉ោងវាអស់ម៉ោងវិញវាអស់ម៉ោងវាអស់នៅត្រឹមនេះអញ្ចឹងវាចេញពណ៌បៃតងដោយសារតែចេញពណ៌បៃតងដោយសារតែបន្ទាប់ពីម៉ោងបើកវានៅលើម៉ោងបិទអានេះគេហៅ body វាអានេះវាយើងហៅ body អានេះគេហៅ shadow ដៃជើងរបស់វាអញ្ចឹងពេលដែលវាចេញពណ៌បៃតងដោយសារតែវាបិទនៅលើម៉ោងបើកហើយនេះដៃជើងមួយវាអំឡុងពេលដើរនៅក្នុងម៉ោងហ្នឹងអញ្ចឹងមានន័យថាឧទាហរណ៍ថា time frame 1នាទី time frame 1នាទីវាបើកនៅហ្នឹងអញ្ចឹងឧទាហរណ៍1នាទីវាមិន count down 60វិនាទីអញ្ចឹងឧទាហរណ៍ថា1នាទីវាបើកប៉ាប់នៅហ្នឹងវាចាប់ផ្ដើមបើកវា count down ណាចាប់ផ្ដើម count down ពេល count down ហ្នឹងវាមានបើកនៅហ្នឹងវាមានចុះហើយវាមានឡើងមានចុះមានឡើងចុះឡើងយ៉ាងឡើងបន្ទាប់ពីចប់ម៉ោង1នាទីហ្នឹងវាបិទនៅត្រឹមនេះអញ្ចឹងឲ្យតែវាបិទនៅលើម៉ោងបើកគឺវាចេញ green ហ្នឹងហើយគេហៅ bullish candlestick អញ្ចឹងសម្រាប់ bearish វាអត់ខុសគ្នាទេ bearish វាដូចគ្នាគាត់ថាផ្ទុយគ្នាមានន័យថាពេលដែលម៉ោងបើកវាបើកនៅនេះឧទាហរណ៍1នាទីដូចគ្នាយើងប្រើ time frame 1នាទីពេលដែលបើកនៅនេះហើយដល់ពេលវាបិទនៅនេះអញ្ចឹងអាដៃជើងនេះវាដើរអំឡុងពេលដែលវានៅក្នុង countdown ហ្នឹងនៅក្នុងនីតិដែលអត់ទាន់ចប់ហ្នឹងនៅក្នុងវិនាទីដែលអត់ទាន់ចប់នៅក្នុង1នាទីហ្នឹងអញ្ចឹងបើយើងប្រើ time frame 1នាទីអញ្ចឹងក្នុង1 candlestick នេះគឺស្មើ1នាទីហើយបើយើងប្រើ candlestick យើងប្រើ time frame 5នាទីក្នុង1 candlestick គឺវាដើរ5នាទីអញ្ចឹងពេលដែលវាចេញពណ៌ក្រហមគឺវាបើកនៅត្រង់នេះវាដើរចូលឡើងវាបិទនៅត្រង់នេះអញ្ចឹងឧទាហរណ៍វាបិទនៅតាណាក៏ដោយក៏វាចេញពណ៌ក្រហមដែរឲ្យតែនៅក្រោមម៉ោងបើកហើយនេះគឺជា body របស់វាហើយនេះគេហៅដៃជើងមួយវា shadow ឬក៏ដៃជើងមួយវាតែប៉ុណ្្នឹងទេសម្រាប់ការបង្កើត candlestick ចេញជារាង bearish candlestick ឬក៏ bullish candlestick ហើយយើងមកនិយាយអំពី candlestick pattern វាចែកចេញជា2វាមាន bullish pattern វាមាន bearish pattern ហើយនៅក្នុង2ហ្នឹងវាបែងចែកជា4ទៀតនៅក្នុង bullish ហ្នឹងវាមាន candlestick គេហៅថា single candlestick pattern single វានៅតែឯងវាបង្កើតរូបរាងនៅតែឯង double candlestick pattern ហ្នឹងគឺវាបង្កើតចាប់ផ្ដើមពី candlestick 2ហើយសម្រាប់ triple candlestick pattern វា3ហើយមួយទៀតវាមាន4វាលើស3មួយទៀតវាលើស3អញ្ចឹងសម្រាប់ bullish ហើយនិង bearish វាមានដូចគ្នាវាមានបែងចែកជា4ដូចគ្នាហើយវីដេអូបន្តទៀតយើងនឹងនិយាយអំពី bullish មួយហ្នឹងវាមានន័យថាម៉េចហើយវានៅតំបន់ណាវាបង្កើតរូបរាងដូចតែគ្នាឧទាហរណ៍ដូចអានេះចឹងអា hammer នេះ hammer វាបើកមកនៅនេះវាដើរចូលឡើងវាបិទនៅលើកន្លែងបើកមកអញ្ចឹងវាចេញជារូបរាង hammer ដោយសារតែវាបើកនៅនេះហើយវាដើរចឡើងណាវាចប់មកវាបិទអញ្ចឹងខ្ញុំទៅកាន់ឧទាហរណ៍ឲ្យមើល